ចាសសូមជម្រាបសួរពុកម៉ែបងប្អូនចាសូមអញ្ជើញពុកម៉ែបងប្អូនមកទស្សនាប្រាសាទបុរាណខ្មែរយើងមួយទៀតហើយចាដែលប្រាសាទនេះស្ថិតនៅភូមិស្ពានក្អែកឃុំកណ្ដែកស្រុកប្រាសាទបាគងចាខេត្តសៀមរាបចាដែលប្រាសាទនេះគឺនៅខាងលិចប្រាសាទបាគងចាបងប្អូនជិះមកកាន់ប្រាសាទបាគងឃើញផ្លូវលំដីក្រហមមួយនៅខាងលិចបងប្អូនជិះមករហូតហួសស្ពាន2ហើយហួសស្ពានបន្តិចនៅខាងស្ដាំដៃនឹងឃើញប្រាសាទនៅនឹងមាត់ផ្លូវតែម្ដងចាគឺប្រាសាទអូក្អែកចាប្រាសាទអូក្អែកនេះគឺជាប្រាសាទមួយដែលសាងសង់នៅសតវត្សទី9ចាហើយមានតួប៉មតែមួយទេហើយសាងសង់នៅលើទីទួលដែលហុំព័ទ្ធជុំវិញទៅដោយអូរទឹកចាប៉ុន្តែបច្ចុប្បន្ននេះអូនេះត្រូវបានកោករីងស្ងួតអស់ទៅហើយប្រាសាទគឺសាងសង់អំពីឥដ្ឋលាយជាមួយនឹងថ្មភក់បច្ចុប្បន្នប្រាសាទរងការបាក់បែកខូចខាតចាអស់ច្រើនគួរសមដែរចាហើយប្រាសាទអូក្អែកនេះដែរក៏ពុំមានឯកសារឬសិលាចារឹកណាមួយដែលបង្ហាញពីឈ្មោះនិងប្រវត្តិកសាងប្រាសាទនេះទេចាចំពោះឈ្មោះថាអូក្អែកនេះគឺប្រជាជនដែលរស់នៅតំបន់ហ្នឹងគាត់ហៅតគ្នាតាំងពីដើមមកចាហើយតាមការសង្កេតមើលប្រាសាទគឺរងការខូចខាតចាបាត់បង់នៅខឿនជុំវិញប្រាសាទហើយចាហើយប្រាសាទគឺបាក់ផ្នែកខាងលើនិងសសរពេជ្រផ្ដែអីគឺបាក់ធ្លាក់មកខាងក្រោមអស់ហើយចាហើយប្រាសាទនេះក៏មិនទាន់ទទួលបាននៅការរៀបចំជួសជុលនៅឡើយទេចាសង្ឃឹមថាថ្ងៃមុខប្រាសាទនឹងទទួលបាននៅការរៀបចំជួសជុលចាឲ្យបានស្រស់ស្អាតដើម្បីទាក់ទាញភ្ញៀវជាតិនិងអន្តរជាតិឲ្យអញ្ជើញមកទស្សនាចាប្រសិនបើមានឱកាសពុកម៉ែបងប្អូនកុំភ្លេចអញ្ជើញមកទស្សនាផងដើម្បីជាការលើកស្ទួយដល់ស្នាដៃរបស់បុព្វបុរសយើងចាប្រសិនបើពុកម៉ែបងប្អូនមិនមានពេលវេលាគ្រប់គ្រាន់អាចទស្សនាតាមរយៈវីដេអូរបស់នាងខ្ញុំបានចាអរគុណច្រើនពុកម៉ែបងប្អូនវីដេអូនាងខ្ញុំក៏ឈានមកដល់ទីបញ្ចប់ដែរអរគុណពុកម៉ែបងប្អូនដែលចំណាយពេលវេលាទស្សនាវីដេអូមួយនេះសូមជូនពរដល់ពុកម៉ែបងប្អូនឲ្យជួបប្រទះតែសេចក្តីសុខសេចក្តីចម្រើនចាសូមជួយ Subscribe Channel YouTube នាងខ្ញុំម្នាក់មួយផងចាដើម្បីទទួលបាននៅវីដេអូថ្មីៗជាបន្តបន្ទាប់ទៀតចាពេលនេះនាងខ្ញុំក៏សូមអរគុណចាសូមជម្រាបលាជួបគ្នាជាមួយនាងខ្ញុំនៅវីដេអូក្រោយៗទៀត